ជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានស្គាល់ខ្ញុំនៅក្នុង channel YouTube ថ្ងៃនេះជាថ្ងៃធ្វើដំណើររបស់ពួកខ្ញុំទៅលេងស្រុកខ្មែររយៈពេល1ខែកន្លះខ្ញុំមកនៅសហរដ្ឋអាមេរិកនេះ8ឆ្នាំហើយតែដែលបានទៅលេងខ្មែរទេអញ្ចឹងហើយថ្ងៃនេះបានមិត្តភ័ក្តិប្តីខ្ញុំគាត់មកជួយរៀបអីវ៉ាន់ដឹកពួកខ្ញុំទៅ airport ហើយពួកខ្ញុំចេញដំណើរពី Minnesota ទីក្រុង Minneapolis ទៅCalifornia transit ពី California ទៅថៃប៉េអញ្ចឹងពីថៃប៉េទៅខ្មែរពួកខ្ញុំជ្រើសរើសក្រុមហ៊ុន EVA Airline ពីព្រោះថាក្រុមហ៊ុន EVA Airline ទៅដល់ស្រុកខ្មែរពេលថ្ងៃបើក្រុមហ៊ុន Korea Airline គឺទៅដល់ស្រុកខ្មែរពេលយប់អញ្ចឹងហើយពួកខ្ញុំអត់ចង់ទៅដល់ស្រុកខ្មែរពេលយប់ទេក៏ជ្រើសរើសក្រុមហ៊ុន EVA Airline ហើយជាពិសេសនោះគឺថាតម្លៃរៀងធូរថ្លៃជាងគ្នា$400ដែរអញ្ចឹងពួកខ្ញុំសេវ$400ទុកទៅញ៉ាំម្ហូបនៅស្រុកខ្មែរហើយឥឡូវនេះពួកខ្ញុំមកដល់ California ហើយរងចាំ Connect Fly ទៅតៃប៉េរយៈពេល14ម៉ោងពីCalifornia ទៅតៃប៉េហ្នឹងណារយៈពេល14ម៉ោងអញ្ចឹងរយៈពេលពេលយប់យើងអាចគេងសម្រាប់នៅលើយន្តហោះនឹងបានហើយឥឡូវនេះកំពុងតែរងចាំConnect Fly ទៅបន្តទៀតឥឡូវយើងបានចូលទៅក្នុងយន្តហោះហើយខ្ញុំបានត្រៀមភួយត្រៀមខ្នើយអីវ៉ាន់សពីងសពងថាយើងមានកូនតូចអញ្ចឹងណារៀងពើបន្តិចហើយបងប្អូនមានកូនតូចអីគាត់អាចយល់អារម្មណ៍ដូចថារញ៉េរញ៉ៃបន្តិចឥឡូវកូនខ្ញុំគាត់បានគួយសប្បាយលេងអញ្ចឹងខ្ញុំចិត្តតែបារម្ភដែរព្រោះអីវាយូរមកអញ្ចឹងខ្លាចគាត់រោរឿងខ្លាចគាត់គេងអត់ស្រួលលើយន្តហោះអីអញ្ចឹងទៅយំរោរឿងអីអញ្ចឹងខ្ញុំចិត្តបារម្ភដែរតែគាត់ដូចអត់អីដែរគាត់ជួយចិត្តដែរមើលទៅគាត់ដូចមានអារម្មណ៍ដូចថាសប្បាយរំភើបទៅលេងស្រុកខ្មែរលើកដំបូងគាត់ធ្លាប់តែជិះនៅក្នុងអាមេរិកនេះ2-3ម៉ោងអញ្ចឹងដល់ពេលឥឡូវគាត់ជិះយូរម៉ោងហើយឥឡូវហ្នឹងគាត់គេងហើយខ្ញុំបានទិញអាកណាត់មួយនេះខ្ញុំទិញពី Amazon ណាយកមកសម្រាប់ដាក់ទ្រោជើងកូនណាដើម្បីកុំឲ្យកូនយើងស្យងជើងឃើញថាវាងាយស្រួលដែរសម្រាប់បើយើងមានកូនតូចអីយើងទិញពី Amazon មកយកមកដាក់តាក់ជាមួយនឹងកៅអីអញ្ចឹងទៅណាអញ្ចឹងគាត់គេងស្រួលសំណោះកូនដែរគេងកងែកកងក់ព្រោះគេត្រូវឲ្យយើងដាក់ខ្សែក្រវ៉ាត់ឥឡូវគាត់ភ្ញាក់ហើយគេងបាន4ម៉ោងគាត់ក៏ភ្ញាក់អញ្ចឹងទៅគាត់លេងអាហ្គេមក្នុង screen របស់គេដាក់ឲ្យកូនក្មេងលេងគាត់សប្បាយអត់តន់មានឃើញពុលយន្តហោះពុលអីទេហើយក៏អត់តន់យំដែរឥឡូវហ្នឹងគាត់សប្បាយជាមួយនឹងហ្គេមហ្នឹងពួកខ្ញុំធ្វើដំណើរហ្នឹងគឺថាលើកទី1ដែរជាមួយកូនតូចផ្លូវឆ្ងាយព្រោះធ្លាប់តែធ្វើដំណើរចិត្តនៅក្នុងអាមេរិកយើងណាឥឡូវហ្នឹងជាបទពិសោធន៍ថ្មីស្ដីយើងមានកូនតូចធ្វើដំណើរទៅឆ្ងាយការធ្វើដំណើរហ្នឹងគឺថាវាស្រួលអត់មានពិបាកទេ EVA Airline ហ្នឹងយន្តហោះគេធំណាជិះស្រួលទលាយចាអត់ពិបាកទេឥឡូវហ្នឹងក៏ដល់ថាម៉ោងគេឲ្យយើងញ៉ាំម្ហូបអាហារញ៉ាំបាយញ៉ាំអីចឹងទៅហើយម្ហូបលើយន្តហោះបងប្អូនណាដែលមិនចេះញ៉ាំគឺរឿងពិបាកតិចណាបើសម្រាប់កូនខ្ញុំវិញម្ហូបនេះក៏គាត់ញ៉ាំទេគាត់ញ៉ាំតែនំប៉័ងជាមួយ butter ទេរយៈពេលជិះយន្តហោះ2ថ្ងៃទៅដល់ស្រុកខ្មែរហ្នឹងណាហើយលើគាត់ថាគាត់ជិះយន្តហោះគាត់ស្អុយគាត់សុំពាក់ម៉ាស់អើយកូនម្ដាយកូនចេះស្អុយចេះអីណាហើយចេះគេលេងសើចលើយន្តហោះហ្នឹងទៅខ្ញុំវិញម្ហូបលើយន្តហោះខ្ញុំមិនសូវញ៉ាំដែរនឹងខ្ញុំអត់ចេះញ៉ាំច្រើនទេឥឡូវហ្នឹងពួកខ្ញុំមកដល់តៃប៉េហើយរយៈពេល14ម៉ោងមកដល់តៃប៉េពលានយន្តហោះតៃប៉េគេស្អាតហើយដូចប្លែកភ្នែកម្ហូបអាហារអីគេហ្នឹងក៏ប្លែកភ្នែកដែរមើលទៅគេរៀបចំបានស្អាតហើយយើងរៀងពិបាកបន្តិចក្នុងការយើងដូចថារោទិញទឹកសុទ្ធទឹកអីហ្នឹងវាអត់សូវមានលក់ជាទូលំទូលាយទេប៉ុន្តែគេមានដាក់ទឹក free ឲ្យយើងមានទឹកក្តៅទឹកត្រជាក់ឲ្យយើងញ៉ាំមានកែវគេដាក់ឲ្យយើងអញ្ចឹងណាប៉ុន្តែយើងសម្រាប់ចង់ឆុងទៅដល់គោអីឲ្យកូនអញ្ចឹងរៀងពិបាករោទិញបន្តិចមានមួយកន្លែងដែរតែប្តីខ្ញុំគាត់ដាក់កាតអត់ចេញណាដល់អញ្ចឹងទៅអត់មានអីឆុងទឹកឲ្យទៅដល់គោអត់មានអីឆុងទៅដល់គោឲ្យកូនអញ្ចឹងក៏ទៅឆុងអាទឹកដែលគេឲ្យយើង free នឹងឯងបដោះសន់សិនទៅទ្រាំបានយើងទៅដល់លើយន្តហោះគេឲ្យទឹកយើងអញ្ចឹងយើងអាចទិញទឹកគេនៅលើយន្តហោះ
ឥឡូវនេះមកដល់ខ្មែរល្មមចាគឺនាំគ្នាមកញ៉ាំកាទៀវពេលព្រឹកនៅទីក្រុងភ្នំពេញនៅចិត្តផ្ទះមីងខ្ញុំហ្នឹងគាត់នៅទីក្រុងភ្នំពេញម្ដុំផ្សារសូឡាហ្នឹងចឹងក៏នាំគ្នាញ៉ាំកាទៀវមុខផ្សារហ្នឹងឯងហើយកូនខ្ញុំហ្នឹងគាត់ចូលចិត្តកាទៀវស្រុកខ្មែរគាត់ឆ្ងាញ់ហត់ដល់ថ្នាក់លើកចានហត់យ៉ាអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាចាំទស្សនាវគ្គបន្តទៀតឥឡូវវាវែងពេកខ្ញុំសូមធ្វើតែប៉ុណ្្នឹងសិនអរគុណច្រើន